ngày nay nhóm ban phơi ca sơ S&P 500តាំងពីចំណុចដែលវាចាប់ផ្ដើមធ្លាក់ក៏ប៉ុន្តែខ្ញុំអត់បានធ្វើការហូររហូតដល់ទៅវាធ្លាក់ច្រើនទេគ្រាន់តែចាប់ផ្ដើមធ្លាក់ល្មមខ្ញុំចាប់ផ្ដើមធ្វើការកាត់ចឹងនៅក្នុងបញ្ហានេះខ្ញុំចង់បង្ហាញដល់អ្នកនរគ្នាដឹងថាតើមូលហេតុអីបានខ្ញុំធ្វើការកាត់លឿនម៉េះហេតុអីបានជាខ្ញុំអត់ធ្វើការហូរច្រើនតើមូលហេតុអីតោះឥឡូវយើងមកមើលសិនតើនៅក្នុងការធ្វើរបស់ខ្ញុំនឹងវាមានបញ្ហាគេខ្លះឥឡូវខ្ញុំបើកវីដេអូអ្នកនរគ្នាមើលវីដេអូនោះពេលដែលខ្ញុំមុន trade នេះខ្ញុំបានធ្វើការ record ដែរពេលហ្នឹងខ្ញុំធ្វើខ្ញុំឃើញផ្សារហ្នឹងវាចុះមក volume ខ្លាំងមែនតើទៅលើការចុះ plan ខ្ញុំធ្វើការចង់ sell នៅ 53.3 ក៏តែ sell អត់ទាន់ក៏រត់មក sell ទៅ 53.1 target TP ខ្ញុំចន្លោះពី20ទៅ30អញ្ចឹងបើយើងគិតជាលុយប្រហែលជាខ្ទង់$200ទៅ$3តែទូទៅខ្ញុំយកតែ250ឬក៏60ឯទី250 260ល្បាក់ហ្នឹងពេលនេះចាប់ដើម sell នេះចាប់ដើម sell ហើយពេលហ្នឹងវាឡើងបានប្រហែលជាខ្ទង់200ជាងមួយសាបើតាមចាំ200នឹងហើយ200ជាងតែពេលហ្នឹងខ្ញុំដូចជាអត់បានកាត់ហើយក៏វាចាប់ដើមឡើងវិញពេលដែលវាចាប់ដើមឡើងវិញខ្ញុំគិតថាអូខេបើសិនជាវាឡើងមកវិញប៉ុណ្ណេះហើយប្រហែលជាខ្ទង់បាន200អីមកខ្ញុំចាប់ដើមចេញពីទីផ្សារដោយសារខ្ញុំខ្លាចផ្សារហ្នឹងវា reverse ឡើងទៅវិញខ្ញុំខ្លាច direction ហ្នឹងវាអត់ត្រូវខ្ញុំកាត់ចេញOrder filled នេះឃើញពេលខ្ញុំកាត់ចេញហើយបន្ទាប់ពីនឹងមកបន្ទាប់ពីខ្ញុំបានធ្វើការកាត់ហើយគឺផ្សារហ្នឹងគឺវាធ្វើការលាក់ទៅទៀតលាក់ខ្លាំងមែនទែនសួរថាបើសិនជាសួរខ្ញុំថាតើខ្ញុំអួតឈាមអត់ប្រហែលជាអត់អីទេដោយសារតែទោះបើសិនជាយើងហូរទទួលស្គាល់តែបើយើងហូរយើងអាចទទួលបានផលចំណេញច្រើនតែសម្រាប់ការ trade របស់យើងគឺយើងមាន limit សម្រាប់ខ្លួនឯងយើងមានគោលការណ៍សម្រាប់ខ្លួនឯងយើងមានគោលដៅយើងមាន target ត្រឹមត្រូវអញ្ចឹងប៉ុណ្ណាគឺប៉ុណ្្នឹងមួយថ្ងៃយកបានប៉ុណ្ណាគឺយកប៉ុណ្្នឹងខ្ញុំដឹងថាការងាររបស់ខ្ញុំរាល់ថ្ងៃខ្ញុំត្រូវធ្វើអីជាទូទៅខ្ញុំត្រូវមកខ្ញុំត្រូវរកលុយខ្ញុំ make profit បានលុយគឺខ្ញុំត្រូវទៅដកខ្លួនចេញវាមិនមែនត្រូវយើងឃើញលុយចំណេញហើយយើងអត់ចង់កាត់យើងទៅហូរពេលខ្លះដូចអ្នកនរគ្នាត្រូវដឹងស្រាប់ហើយពេលខ្លះអាការហូរហ្នឹងក៏ជាជម្រើសល្អក៏ប៉ុន្តែការហូរពេលខ្លះក៏មិនមែនជាជម្រើសល្អដែរដោយសារពេលខ្លះហូរចុះហូរឡើងអត់បានកាត់ចំណេញហើយវាមកខាតវិញទៀតអញ្ចឹងវាខាតពេលរបស់យើងហើយពេលដែលខ្ញុំ trade មិញហ្នឹងក៏ខ្ញុំមានបង្ហាញអ្នកនរគ្នាឃើញដែរថាមុនខ្ញុំ trade គឺពេលខ្ញុំ trade ហ្នឹងគឺខ្ញុំបានធ្វើការថា SL មកក្បែរ BE នេះគ្នាយើងឃើញពេលខ្ញុំ sell ហ្នឹងខ្ញុំមិនចេះតែចូល prep ដែរទេពេលនេះខ្ញុំដាក់ SL BE នេះខ្ញុំរុញ SL មក BE ដោយសារខ្ញុំខ្លាចវាបកទៅវិញខាតអញ្ចឹងនៅក្នុងវីដេអូហ្នឹងអ្វីដែលខ្ញុំចង់និយាយគឺមានន័យថាបើសិនជាអ្នកនរគ្នាធ្វើការ trade បើសិនជាអ្នកនរគ្នាមាន target មាន limit សម្រាប់ខ្លួនឯងមាន discipline មានវិន័យត្រឹមត្រូវយើងមិនចាំបាច់បខំខ្លួនឯងតម្រូវឲ្យទៅហូរទេព្រោះពេលខ្លះការហូរក៏វាល្អពេលខ្លះការហូរក៏វាមិនប្រកាសថាល្អដែរគ្មានណាគេមើលឃើញដល់ផ្សារអាចធ្លាក់ដល់ហ្នឹងឯងបើខ្ញុំឃើញធ្លាក់អញ្ចឹងខ្ញុំអាចហូរតែខ្ញុំមើលវាមិនឃើញហើយខ្ញុំក៏អត់នឹកស្មានថាវាធ្លាក់ច្រើនណាស់ហ្នឹងដែរតែខ្ញុំអត់ជាបញ្ហាខ្ញុំអត់មានការស្ដាយក្រោយទេដោយសារតែនេះវាលើការសម្រេចចិត្តរបស់ខ្ញុំបើសិនជាខ្ញុំសម្រេចចិត្តថាមិនគឺមិនទេយើងត្រូវគិតថាពេលដែលយើងកាត់ចំណេញហើយវាគឺជារឿងល្អបំផុតសម្រាប់ការងារប្រចាំថ្ងៃរបស់យើងដោយសារអ្វីដែលយើងធ្វើពេលវេលារបស់យើងគឺមានតម្លៃយើងទទួលបានផលវាគ្រាន់បើជាងដែលយើងហូរហើយសុកវាខាតមកវិញអញ្ចឹងណាអញ្ចឹងមួយថ្ងៃនេះយើងខាតទាំងពេលយើងអត់បានចំណូលទៀតការពិតទៅការ trade ហ្នឹងគឺវាអញ្ចេះទេមូលហេតុដែលខ្ញុំធ្វើការកាត់ profit ឬក៏កាត់ចំណេញនៅក្នុងចំនួនចន្លោះពី20ទៅ30យើងអ្នកនរនេះគិតថាបើយើងអ្នក trade យើងគិតថាចំនួនហ្នឹងវាអត់ច្រើនទេចំនួនវាតិចក៏ប៉ុន្តែយើងអ្នក trade យើងចង់បានផលចំណេញអញ្ចឹងយើងគួរតែយកគោលដៅណាមួយដែលវាអាចមានភាគរយច្រើននឹងទៅដល់បើមិនជាយើងចង់បានផលចំណេញក្នុងគោលដៅខ្ពស់ឬក៏គោលដៅច្រើនវាមានភាគរយតិចតួចបំផុតដែលវាអាចទៅដល់អញ្ចឹងគោលដៅរបស់យើងចង់ make money ឬក៏ make profitអញ្ចឹង target របស់ខ្ញុំគឺខ្ញុំជ្រើសរើសយកភាគរយណាដែលវាអាចមានភាគរយច្រើនទៅដល់អញ្ចឹងនេះគឺជាមូលហេតុដែលខ្ញុំធ្វើការកាត់នៅក្នុងចំនួនដែលវាមើលទៅត្រឹម20-30 ពីបអីចឹងណា